ធ្លាប់តែលឺធ្លាប់តែឃើញបង admin ស្រុកស្អាងមក review តតែមកខ្លួនឯងផ្ទាល់អញ្ចឹងមិនដឹងថារសជាតិពិតជាមិនធម្មតារបស់គាត់មែនបាទអត់នៅឆ្ងាយទេពុកម៉ែបងប្អូនទាំងនេះអញ្ចឹងថ្ងៃនេះចេញពីធ្វើការពេលល្ងាចក៏បបួលក្រុមការងារមកតុកបាទមកមួយគោដុតនៅស្រុកស្អាងរបស់យើងហ្នឹងបាទរយៈហ្នឹងគឺថាលឺល្បីមែនតើថាមួយគោដុតនេះឆ្ងាញ់រហូតដល់ខ្ញុំបាទហ្នឹងក៏ទ្រាំនឹងមិនសាក់មិនបានមួយថ្ងៃនេះបានមកសាក់លបងឃើញថារសជាតិពិតជាឆ្ងាញ់របស់គាត់មែនជាពិសេសគាត់បកកែដល់ការធ្វើទឹកប្រហុកហ្នឹងបាទហើយជាមួយនឹងគ្រឿងបន្លែអីរបស់គាត់គឺមានសពគ្រប់គឺថាវាត្រូវជាតិគ្នាតែម្ដងអញ្ចឹងឃើញថាគាត់មិនសន្សំសំចៃគ្រឿងបន្លែរបស់គាត់ទេបាទដាក់ឲ្យយើងពេញតុកតែម្ដងនិយាយពីតម្លៃវិញគឺថាសមរម្យហើយអ្នកទាំងនេះអាចមកអង្គុយញ៉ាំលេងបានជុំគ្រួសារមិត្តភ័ក្តិអីហ្នឹងបាទល្ងាចអីហ្នឹងចេញពីធ្វើការវិញអស់កម្លាំងអីបាទអង្គុយញ៉ាំអីជានៅកន្លែងគាត់បានបាទរសជាតិចង់ដឹងថាឆ្ងាញ់មិនឆ្ងាញ់អីបាទមើលជីកាត់តាមហ្នឹងអ្នកនេះអាចកលេចមើលបាទព្រោះថាភ្ញៀវពេញមកគាត់ណាហើយជាពិសេសទៅកន្លែងមកគាត់តលាយអត់ចេះខ្វះកន្លែងដាក់ម៉ូតូដាក់ឡាននេះទេបាទអាចចតបានពេញទៅខាងហ្នឹងតែម្ដងដោយសារគាត់ទីធ្លាគាត់ទលាយល្អមែនតើអូខេអញ្ចឹងពុកម៉ែបងប្អូនអ្នកស្អាងបាទបើសិនជាចង់សាកល្បងហើយអាចមករកបាននៅចន្លោះស្ពានលេខ6លេខ7ហ្នឹងបាទបើយើងជិះពីផ្សារបៃតូចយើងមើលខាងឆ្វេងដៃទៅបាទឃើញហើយកន្លែងគាត់ហ្នឹងបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនពុកម៉ែបងប្អូនអ្នកនេះជួបជាមួយខ្ញុំបាទនៅវីដេអូក្រោយទៀតបាទជម្រាបលា